ប្រៃកប់សាក់សពក្នុងជំនឿជនជាតិដើមភាគតិចគឺសម្រាប់តែកប់សាក់សពមួយមុខប៉ុណ្ណោះដោយមិនអនុញ្ញាតឲ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតភ្នូរកាប់រំលំដើមឈើដាំដំណាំឬសាងសង់ផ្ទះនោះឡើយប្រិយមិត្តកំពុងតែស្ដាប់ចង្កៀងនិទានខ្មោចនៅក្នុងរាត្រីនេះខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តមកស្ដាប់អំពីប្រវត្តិរឿងរ៉ាវដែលកើតឡើងនៅក្នុងព្រៃកប់សពនាខេត្តមណ្ឌលគិរីអំឡុងឆ្នាំ2011មណ្ឌលគិរីតំបន់ព្រៃកប់សាក់សពរបស់ប្រជាជនជាតិដើមភាគតិចត្រូវបានបន្តគោរពយ៉ាងខ្ជាប់ខ្ជួននៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដងសម្រាប់ព្រៃកប់សាក់សពនៅក្នុងជំនឿជនជាតិដើមភាគតិចគឺសម្រាប់តែកប់សាក់សពមួយមុខប៉ុណ្ណោះដោយគ្មានការអនុញ្ញាតឬឲ្យជនណាម្នាក់មកកាប់រំលំឆ្ការព្រៃឬក៏ដាំដុះនៅដំណាំបន្លែបង្ការឬក៏សាងសង់លំនៅឋាននៅទីនោះឡើយបន្ទាប់ពីការសិក្សាអស់រយៈពេល1ឆ្នាំកន្លងផុតទៅវិសមកាលក៏ចូលមកដល់ចម្រើននឹងពន្លឺគឺជានិស្សិតដែលរៀននៅសាកលវិទ្យាល័យមួយនាទីក្រុងភ្នំពេញពួកគេទាំងពីរនាក់មានគម្រោងនឹងបបួលមិត្តភ័ក្តិជិតស្និទ្ធរបស់គេ2នាក់ទៀតគឺរិទ្ធហើយនិងឆៃដើម្បីធ្វើដំណើរកម្សាន្តបោះតង់នៅខេត្តមណ្ឌលគិរីចំនួន2យប់3ថ្ងៃបន្ទាប់ពីការបបួលនិងនិយាយត្រូវរើគ្នាអំពីគម្រោងនៃការបោះតង់នេះពួកគេក៏បានដាក់ថ្ងៃដាក់ពេលវេលាដើម្បីត្រៀមនឹងចេញដំណើរទៅខេត្តមណ្ឌលគិរីនៅវេលាម៉ោង 4 កន្លះព្រឹករថយន្ត pick up Mark Ford Ranger មួយគ្រឿងបានរំកិលខ្លួនចេញពីខណ្ឌដូនពេញរាជធានីភ្នំពេញដើម្បីឆ្ពោះទៅកាន់ខេត្តមណ្ឌលគិរីដោយចម្រើនគេគឺជាអ្នកបើកឡានមុនគេព្រោះគេមានបំណងបដូរដៃគ្នាបើកជាមួយនឹងមិត្តភ័ក្តិរបស់គេ3នាក់ទៀតការធ្វើដំណើរដែលឆ្លងពីស្រុកមួយចូលទៅដល់ស្រុកមួយនិងឆ្លងពីខេត្តមួយចូលទៅខេត្តមួយទៀតទេសភាពអមសងខាងផ្លូវជាមួយនឹងថ្ងៃដែលត្រៀមនឹងរះបន្លិចខ្លួនយ៉ាងត្រចះត្រចង់រស្មីពណ៌ចិញ្ចែងចិញ្ចាំងធ្វើឲ្យអារម្មណ៍ពួកគេទាំង4នាក់ស្រស់ស្រាយឥតឧបមាព្រោះពួកគេទាំង4នាក់ធុញថប់នឹងការសិក្សារៀនសូត្រអស់រយៈពេល1ឆ្នាំទៅហើយដោយឃើញទេសភាពអមសងខាងផ្លូវព្រៃព្រឹក្សាលតាវត្តដុះអមសងខាងជាច្រើនធ្វើឲ្យពួកគេមានអារម្មណ៍ហាក់ប្លែកម្យ៉ាងពីជីវភាពដែលរស់នៅប្រចាំថ្ងៃនាទីក្រុងភ្នំពេញបន្ទាប់ពីការធ្វើដំណើរអស់ប្រមាណជាង6ម៉ោងក្រោយមកចម្រើននឹងគ្នា3នាក់ទៀតក៏បានធ្វើដំណើរមកដល់ក្រុងសែនមនោរម្យនៅវេលាជិតម៉ោង 12 ថ្ងៃត្រង់ពួកគេទាំង4នាក់ក៏បានឈប់សម្រាកដើម្បីរកអាហារថ្ងៃត្រង់និងអាចបានបន្តដំណើរទៅទីតាំងដែលជាគោលដៅបំរុងនឹងបោះតង់នោះដោយជិះតាមផ្លូវអន្ទង់អាំងដែលមានរយៈចម្ងាយប្រមាណជា25គីឡូម៉ែត្រតែប៉ុណ្ណោះពីក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបន្ទាប់ពីបាយថ្ងៃត្រង់រួចប្រមាណជាម៉ោង 2 រសៀលទៅហើយទើបចម្រើននឹងមិត្តភ័ក្តិផ្សេងទៀតក៏បន្តដំណើរទៅកាន់ទីតាំងបោះតង់ដោយទីតាំងដែលត្រូវបោះតង់នោះនៅមិនសូវឆ្ងាយប៉ុន្មានផងចម្រើននឹងគ្នាក៏បានបើកឡានប្រហែលជាប្រមាណ15នាទីទៀតក៏បានមកដល់ទីតាំងមួយដែលមានវាលស្មៅខៀវស្រងាត់និងនៅអមសងខាងវាលស្មៅនោះមានដុះពុំព័ទ្ធទៅដោយឫស្សីព្រិចខ្ចីដុះខ្លីៗនិងមើលទៅពិតជាស្អាតប្លែកភ្នែកម្យ៉ាងបែបធម្មជាតិដើរហួសវាលស្មៅនោះចុះទៅជម្រាលក្រោមបន្តិចក៏មានទឹកអូរមួយថ្លាដូចកញ្ចក់សម្រាប់ដងប្រើប្រាស់ពេលចម្អិនអាហារនិងងូតផងដែរសូមរៀបរាប់តែប៉ុណ្ណេះនិយាយទៅដល់ក្រុមរបស់ចម្រើនវិញគ្រាន់តែមកដល់ទីតាំងនោះភ្លាមក៏មិនបង្អង់យូរបានអែបបត់ចូលទៅតែម្ដងនិងបានរៀបចំទម្លាក់សម្ភារៈដែលបានរៀបចំដាក់មកពីទីក្រុងភ្នំពេញអ្នកខ្លះចាត់ចែងទម្លាក់អីវ៉ាន់អ្នកខ្លះទៀតគិតរឿងរកអស់ចំណែកឯអ្នកខ្លះទៀតទៅដងទឹកទុកសម្រាប់ប្រើប្រាស់និយាយដល់អ្នកដែលទៅរកអស់
គឺមានគ្នាពីរនាក់គឺចម្រើននិងឆៃដោយសារតែទីវាលដែលពួកគេបំរុងនឹងបោះតង់នោះពុំមានព្រៃដើមឈើធំធំទើបក្បែរនោះពុំមានមែកឈើងាប់សម្រាប់ធ្វើជាអុសដុតឡើយប៉ុន្តែនៅមិនឆ្ងាយពីទីនោះមានដុបព្រៃមួយចម្ងាយប្រហែលជា100ម៉ែត្រពីទីតាំងដែលពួកគេបំរុងនឹងបោះតង់នោះគឺមានដើមឈើនិងកូនឈើដុះជាច្រើនដែលជាហេតុបណ្ដាលឲ្យមានមែកឈើងាប់បាក់ធ្លាក់មកច្រើនមិនគិតយូរឡើយចម្រើននឹងឆៃក៏បានដើរសម្ដៅចូលទៅដុបព្រៃនោះតែម្ដងពេលទៅដល់ចម្រើននឹងឆៃក៏បានដើរប្រមូលមែកឈើណាងាប់និងមិនសើមទឹកដើម្បីឲ្យងាយក្នុងការបង្កាត់ភ្លើងរិទ្ធកំពុងតែប្រើកម្លាំងកាប់មែកឈើនៅម្ខាងដៃសុកឆៃក៏បានចាប់អារម្មណ៍ទៅនឹងដីទួលដែលមើលទៅមានខ្លះខ្ពស់និងខ្លះទាបជាច្រើនកន្លែងគួរសមដែរដោយឆៃនឹកឆ្ងល់ក្នុងចិត្តឆៃក៏បានសួរទៅកាន់ចម្រើនថាណែអាចចម្រើនណាឯងមើលទៅនោះមើលដីទីទួលនោះមើលទៅដូចជាដំបូកឬក៏មិនមែនណាដោយពេលនោះចម្រើនកំពុងតែកាប់មែកឈើដែលបានបាក់ធ្លាក់ទៅនឹងដីទំហំប្រមាណប្រហែលជាប៉ុនកជើងក៏មិនបានចោលភ្នែកនឹងចាប់អារម្មណ៍ពីអ្វីដែលឆៃសួរឡើយខណៈនោះចម្រើនក៏ចេះតែឆ្លើយឲ្យទៅរួចពីមាត់ទៅថាវាមានទៅស្អីទៅក្នុងព្រៃចឹងក្រៅពីដំបូកនោះឯងចេះតែឆ្ងល់ហ្មងវៃឆៃជាលើកដំបូងហើយដែលចេញមកបោះតង់ផងនោះក៏ចេះតែជឿទៅបន្ទាប់ពីកាប់និងប្រមូលអស់បានមួយស្របក់ឃើញថាវាបានច្រើនល្មមសម្រាប់ប្រើប្រាស់នៅយប់នេះឆៃក៏ប្រាប់ទៅចម្រើនថាយើងយកប៉ុណ្ណឹងសិនទៅបានហើយស្អែកចាំមកកាប់ទៀតចម្រើននឹងឆៃក៏បានចាក់ចេញពីដុបព្រៃនោះមកវិញដោយមានអស់ម្នាក់មួយកងធំដើរមកដល់កន្លែងវិញរឹតនិងពន្លឺក៏បានដងទឹកទុកសម្រាប់ប្រើប្រាស់និងបានដំឡើងតង់ក្នុងការស្នាក់នៅរួចជាស្រេចបន្ទាប់ពីរកអស់ដងទឹកនិងរៀបចំតង់រួចរាល់ទៅហើយថ្ងៃក៏រៀងជ្រេទើបចម្រើនបបួលគ្នាទៅងូតទឹកអូដែលនៅក្បែរនោះឲ្យបានទាន់ភ្លឺនិងអាចឆាប់បានមករៀបចំអាហារវិញទាំង4នាក់តម្រាំបានងូតទឹករួចថ្ងៃក៏លិចបាត់ល្មមគ្រាន់តែមកដល់កន្លែងវិញភ្លាមពន្លឺក៏បានទាញដីកេះមករៀបចំបង្កាត់ភ្លើងដើម្បីដាំបាយនិងសល់រងើកបន្តិចបន្តួចទុកនឹងគ្រាន់អាំងសាច់ដែលបានទិញពីផ្សារនៅក្រុងសែនមនោរម្យកាលពីថ្ងៃមិញនិយាយទៅដល់ចម្រើនកំពុងតែរៀបចំភ្លើងដែលប្រើប្រាស់សម្រាប់បំភ្លឺនាបរិវេណបោះតង់នោះសម្លឹងមើលទៅឲ្យឆៃវិញកំពុងតែអង្គុយលើកៅអីពិចនិចហើយសម្លឹងទៅមើលដុបព្រៃដែលបានចូលទៅរកអស់កាលពីពេលរសៀលនោះនិងបានគិតដល់ដីទួលជាច្រើនកន្លែងដោយមិនអស់ចិត្តកំពុងតែគិតយ៉ាងស្លងអារម្មណ៍ស្រាប់តែមានដៃមួយមកទះស្មាធ្វើឲ្យឆៃភ្ញាក់ខ្លួនក្រញាងដៃនោះគឺជាដៃរបស់រិទ្ធទេហើយរិទ្ធក៏បាននិយាយថាអាឈួតនេះនៅអង្គុយគិតរឿងអីវាមិនមកជួយអាំងសាច់អាំងនឹងឆាប់បានឆ្អិនឯងមិនឃ្លានបាយទេអីបន្ទាប់ពីដាំបាយនិងអាំងសាច់រៀបចំរួចរាល់អស់ហើយម៉ោងខ្ទង់ជាង7បរិវេណនោះឮតែសំឡេងចម្រើននិងគ្នាកំពុងញ៉ាំសាច់បណ្ដើផឹកប៊ីយ៉ាបណ្ដើជជែកគ្នាលេងដោយនិយាយផងសើចផងសុកស្រាប់តែឆៃធ្លួយមាត់សួរទៅកាន់រិទ្ធថារិទ្ធឯងមានបានដាក់សែនបាយនឹងម្ហូបខ្លះឲ្យគេអត់ដែរឆៃសួរនេះព្រោះមុននឹងចាក់ចេញពីផ្ទះតារបស់គេក៏បានណែនាំអំពីរឿងខ្លះនៅពេលដែលចូលទៅនៅក្នុងព្រៃដែលលោកតារបស់ឆៃគាត់ក៏ជាអតីតទាហានខ្មែរក្រហមមួយរូបផងដែររិទ្ធក៏បានតបទៅកាន់ឆៃវិញថាអញអត់មានទម្លាប់សែនទេវើយអញមករាល់តែដងហ្នឹងមិនដែលដាក់សែនអីផងបើមិនទម្លាប់សែនទេមិនបាច់សែនទេក៏រន់តែរិទ្ធនិយាយប៉ុណ្ណេះភ្លើងហ្វាក៏បានដាក់បំភ្លឺបរិវេណនោះបានរត់ភ្លឹបគឺដោយសារតែចម្រើនដើរទៅនោមហើយបានតាក់ជើងជាមួយខ្សែភ្លើងដែលភ្ជាប់ពី power bank ខ្នាតធំទៅកាន់ភ្លើងហ្វានោះទើបបណ្ដាលឲ្យងឹតស្លុបតែម្ដងរិទ្ធក៏បាននិយាយទៅកាន់ចម្រើនថាអានេះដើរបើកភ្នែកមែនឯង
បន្ទាប់ពីការអង្គុយជជែកប្រោកប្រាជ្ញគ្នាលេងអស់មួយសន្ទុះធំប្រហែលជាម៉ោងខ្ទង់11កន្លះពួកគេក៏បានស្រវឹងស្រឿង និងអ្នកខ្លះទន់ភ្នែករៀងខ្លួនដោយសារតែការហត់នឿយអំពីការធ្វើដំណើរផ្លូវឆ្ងាយផងណាមួយមកដល់ត្រូវរៀបចំទីតាំងបោះតង់ផងពួកគេក៏បានបំបីគ្នាចូលតង់តែម្ដងដោយពួកគេបានបោះតង់ចំនួន2នៅក្បែរគ្នាក្នុងនោះរិទ្ធគឺដេកជាមួយនឹងឆៃហើយចម្រើនដេកជាមួយនឹងពន្លឺរាត្រីចូលមកដល់ស្បៃអន្តការដែលដាស់ពីពេញវេហាទើបញ៉ាំងឲ្យបរិយាកាសនោះមានធ្លាក់ទឹកសន្សើមលាយឡំជាមួយនឹងផ្សែងអប្សរព្រាលស្ងាត់ជ្រងំនិងឮតែសូរសំឡេងសត្វល្អិតតូចមានចង្រិតជាដើមធ្វើឲ្យបរិយាកាសនោះកាន់តែគួរឲ្យខ្លាចថែមមួយកម្រិតទៀតកំពុងទៅលងលក់យ៉ាងស្កប់ស្កល់នៅក្នុងដំណេកមិនដឹងថាមកពីសាច់អាំងល្ងាចមិញស្ទើរឆ្អិនឬក៏មកពីបរិភោគអាហារថ្ងៃមិញខុសទេទើបធ្វើឲ្យមិនស្រួលពោះឆៃក៏បានដាស់រឹតទាំងកណ្ដាលអាត្រៀតប្រហែលជាម៉ោង1ជាងទៅហើយអរិតសំឡេងឆៃកំពុងហៅផងអង្រួនផងវាមានអីវាហ្នឹងទាំងយប់ហ្នឹងនេះរត់តបឆៃប្រាប់ទៅរត់ថាជូនអញទៅបត់ជើងធំតិចមកវើយចុកពោះណាប្រហែលជាសាច់ធ្វើទុកហើយមិនដឹងជាស្អីវាទេវៃកដាលយប់ហ្នឹងពងតដេកលក់ស្រួលផងចេញមកចឹងចាំអញជូនទៅទាំងពីរនាក់ក៏ដើរសម្ដៅទៅព្រៃខាងក្រោយតង់ដែលបានចូលទៅរកអស់កាលពីពេលរសៀលនោះដោយពុំមានពិលយកមកជាមួយរិទ្ធនិងឆៃមានតែភ្លើងទូរស័ព្ទប៉ុណ្ណោះសម្រាប់បំភ្លឺផ្លូវពេលដើរចូលទៅក្នុងដបព្រៃខាងក្រោយនោះខណៈដែលដើរទៅសន្សើមក៏ចាប់ធ្លាក់ចុះមកស្រាប់ខ្យល់បក់មកត្រជាក់រសៀកគួរឲ្យព្រឺឆ្អឹងខ្នងដែរពេលដែលដើរទៅដល់ក្បែរដីទួលនៅអែបមកខាងព្រៃហើយឆៃក៏ប្រាប់ទៅរិទ្ធថាឯងចាំអញត្រង់នេះទៅកុំលួចមើលគ្នាវើយអាឈួតនេះប្រញាប់លឿនទៅអញងួយដេកណានិយាយចប់ឆៃក៏បានដើរចូលបាំងទៅនឹងដីទួលមើលទៅហាក់ជាដំបូលបន្តិចដូចជាភ្នោកប់សាកសពបន្តិចដែលនៅចម្ងាយប្រហែលជាង10ម៉ែត្រប៉ុណ្ណោះពីរិទ្ធឆៃកំពុងតែរៀបចំធ្វើប្រតិបត្តិការហើយស្រាប់តែមានអារម្មណ៍ថាដូចជាមានកែវភ្នែកមួយគូកំពុងឈរសម្លឹងមកពីខាងក្រោយខ្នងរំពេចនោះឆៃបានចាប់ផ្ដើមព្រឺសម្បល់ខ្ញាក់យកតែម្ដងដោយមិនអស់ចិត្តដើម្បីឲ្យអស់ការសង្ស័យឆៃក៏បានងាកទៅក្រោយព្រះអើយនៅក្រោយខ្នងប្រហែលជា2ម៉ែត្រប៉ុណ្ណោះឃើញរូបរាងខ្មៅស្រងិលគ្មានជើងទេចេញមកជាមួយនឹងសម្លៀកបំពាក់ដាច់រហែកបែបជនជាតិដើមភាគតិចសក់ឡើងសំពងភ្នែកម្ខាងលៀនចេញមកមានហូរឈាមថែមទាំងមានដង្កូវទៀតផងបើនិយាយពីក្លិនវិញអាសោចស្អុយហួសនឹងថ្លែងឆៃគ្រាន់តែឃើញប៉ុណ្ណេះក៏បានស្រែកមួយទំហឹងជួយគ្នាផងរិទ្ធជួយគ្នាផងស្រែកផងយំផងផ្អើលអស់ទាំងចម្រើននិងពន្លឺដែលកំពុងតែលងលក់ស្រួលស្ទុះចេញពីក្នុងតង់មកចាប់បំភ្លឺភ្លើងហ្វាស្រាប់តែឃើញឆៃនិងរិទ្ធរត់ចេញពីព្រៃនៅខាងក្រោយតង់ទាំងត្រហេបត្រហប់រត់មកដល់ឆៃក៏បានស្ទុះទៅប្រាប់ចម្រើនថាតោះយើងរើអីវ៉ាន់នៅមិនបានទេខណៈនោះចម្រើនក៏បានសួរតបទៅកាន់ឆៃវិញថាឯងកើតអីបានជាឃើញដូចញ័រខ្លាំងម្ល៉េះចាំដល់ក្រុងចាំគ្នាប្រាប់ឯងឥឡូវនេះប្រាប់មិនបានទេយើងប្រញាប់ចេញទៅដោយឃើញពីការផិតភ័យរបស់ឆៃនិងរិទ្ធចម្រើនក៏មិនបង្អង់យូរបានប្រញាប់ប្រញាល់រើតង់និងលើកអីវ៉ាន់ទាំងអស់ដាក់ទៅលើឡាននិងបានបើកចេញសម្ដៅទៅក្រុងវិញទាំងកណ្ដាលយប់ឡានកំពុងតែបង្កើនល្បឿននិងបន្ថយម្ដងនៅពេលដែលមានផ្លូវចំណោត
និងផ្លូវចោតខ្លាំងរួមទាំងផ្លូវកែងនៅក្នុងឡានមានសភាពស្ងប់ស្ងាត់ដោយពីរអ្នកនៅកាប៊ិនក្រោយគឺពន្លឺនិងរិទ្ធពួកគេទាំងពីរនាក់បានដេកលក់ចំណែកឯឆៃនៅអង្គុយខាងមុខដែលចម្រើនគេគឺជាអ្នកបើកឡានក្រឡេកទៅមើលឆៃវិញកំពុងតែជិះបណ្ដើរទាញខ្សែកព្រះមកកាន់បណ្ដើរខ្លួនវិញបែកញើសជោកភ័យផងញាប់ផងឃើញអាការៈបែបនេះចម្រើនក៏អាចស្មានដឹងថាឆៃទៅជួបនឹងអ្វីមកទើបមិនសួរដេញដោលច្រើនគឺគិតតែផ្ដោតកាន់ចង្កូតនិងមើលតម្រង់ទៅកាន់ផ្លូវមួយសន្ទុះខ្ទង់30នាទីក្រោយមកពួកគេទាំង4នាក់ក៏បានចេញមកដល់ក្រុងវិញនិងបានជិះឆ្វែររកផ្ទះសំណាក់ដែលនៅបើកឲ្យស្នាក់នៅដល់ព្រឹកអាចនិយាយបានថាជាសំណាងដែរដែលនៅមានផ្ទះសំណាក់មួយដែលនៅបើក24ម៉ោងនិងនៅមិនឆ្ងាយពីរង្វង់មូលគោព្រៃនោះទេពួកគេទាំង4នាក់ក៏ជិះសំដៅចូលទៅតែម្ដងពូមានសល់បន្ទប់ក្រែ2ទេពូនៅសល់មួយបន្ទប់ល្មមវៃប៊ីនឹងអស់និយាយរួចពូដែលជាម្ចាស់ផ្ទះសំណាក់ក៏បានហុចកូនសោទៅឲ្យចម្រើនគ្រាន់តែបើកបន្ទប់ភ្លាមឆៃស្ទុះទៅចុចបើកកង់តាក់បំភ្លឺភ្លើងពេញបន្ទប់តែម្ដងដោយនៅសល់ចំហាយនឹងមួយដេកផងនោះចម្រើនពន្លឺនឹងរិទ្ធបានដេកលក់យ៉ាងប្រងើយចម្លែកអីតែឆៃនៅតែស្រមើស្រមៃឃើញនូវរូបភាពដែលបានឃើញនៅក្នុងព្រៃនោះជាប់នឹងភ្នែកប្រហែលជាម៉ោង4ជាងទើបឆៃដេកលក់ទាំងមិនដឹងខ្លួនក៏ព្រោះតែហេតុល្វើយពេកនិងទន់ភ្នែកផងនោះវេលាព្រឹកក៏បានមកដល់ប្រហៀមស្រាងចម្រើនក៏បានភ្ញាក់មុនគេទើបបានដាស់គ្នាដើម្បីចូលងូតទឹកម្នាក់ម្ដងនិងអាចបានចេញទៅរកគុយទាវពេលព្រឹកបន្ទាប់ពីរៀបចំខ្លួនប្រាណរួចអស់ហើយនិងសម្ភារៈមួយចំនួនពួកគេក៏បានចេញមកជាន់ក្រោមដើម្បីគិតលុយប៉ុន្តែមុននឹងចាក់ចេញទៅឆៃក៏បានធ្លោយមាត់សួរពូម្ចាស់ផ្ទះសំណាក់ពីទីតាំងនិងដីទីទួលនោះដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីក្រុងឆៃនិយាយមិនទាន់នឹងចប់ស្រួលបួលផងពូម្ចាស់ផ្ទះក៏បានប្រាប់ថាជាទីទួលកប់សាក់សពទេមិនដែលមាននរណាហ៊ានទៅឡើយគេចូលទៅតែពេលមានសពជនជាតិស្លាប់ដើម្បីហែយកទៅបញ្ចុះតែប៉ុណ្ណោះឬត្រឹមនេះឆៃក៏បានស្លុតចិត្តតែម្ដងនិងបាននិយាយរៀបរាប់ប្រាប់ពីរឿងដែលបានជួបកាលពីយប់មិញទៅកាន់ពូម្ចាស់ផ្ទះនិងមិត្តភ័ក្តិរបស់គេ3នាក់ទៀតពូម្ចាស់ផ្ទះក៏បន្តទៅឆៃវិញប្រហែលជាពួកក្មួយឯងហ្នឹងទៅរំខានកន្លែងគេហើយទើបបានជាមានហេតុបែបនេះកើតឡើងនោះបើអាចទេពេលពួកក្មួយត្រឡប់ទៅផ្ទះវិញហ្នឹងគួរតែទៅវត្តស្រោចទឹកនិងធ្វើបុណ្យឧទ្ទិសកុសលឲ្យពួកគេផងហើយសុំខមាទោសគេផងកុំឲ្យព្រលឹងវិញ្ញាណនោះវាតាមយាយីយើងទៀតសាច់រឿងបានឈានចូលដល់ការបញ្ចប់សូមអរគុណប្រិយមិត្តអ្នកតាមដានស្ដាប់ចង្កៀងនិទានខ្មោច